ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកផ្លែអារម្មណ៍ពុកម៉ែបងប្អូនទៀតហើយចាមិនមែនផ្លែទៅណាទេណាពុកម៉ែបងប្អូនគឺថ្ងៃនេះខ្ញុំបានមុខម្ហូបមួយថ្មីមកចែកជូនពុកម៉ែបងប្អូនទស្សនាព្រោះថាមុខម្ហូបមួយនេះអត់ទាន់ឃើញគេធ្វើញ៉ាំទេពុកម៉ែបងប្អូនមុខម្ហូបបែបស្រុកស្រែគឺមិនចាញ់មុខម្ហូបទីក្រុងទេពុកម៉ែបងប្អូនតើតើអ្នកបានសាកបានញ៉ាំបានដឹងរសជាតិវាយ៉ាងណាហើយដឹងតើឲ្យមេដៃតែម្ដងហើយតើតើអ្នកនៅបែបស្រុកស្រែដូចខ្ញុំបានសម្បូរសប្បាយរបស់ញ៉ាំមកពុកម៉ែបងប្អូនដល់ខែត្រីក៏ត្រីដល់ខែខ្ចៅក៏ខ្ចៅដល់ខែក្តាមក៏ក្តាមអញ្ចឹងណាពុកម៉ែបងប្អូនបើសិនជាគេឲ្យខ្ញុំទៅនៅទីក្រុងវិញនិយាយពីថាខ្ញុំមិនចេះនៅទេពុកម៉ែបងប្អូនអើយមនុស្សធ្លាប់តែនៅបែបស្រុកស្រែពុកម៉ែបងប្អូនយើងនៅបែបស្រុកស្រែពុកម៉ែបងប្អូនយើងសម្បូរសប្បាយរបស់ញ៉ាំមកខ្យល់បរិសុទ្ធហើយធម្មជាតិវាស្រស់ស្រាយពុកម៉ែបងប្អូនម្សិលមិញហ្នឹងប្តីខ្ញុំក៏ទៅបូមទឹកដាក់ស្រែពុកម៉ែបងប្អូនគាត់ឃើញខ្ចៅធំធំល្អក៏រើយកមកផ្ញើមកវិញគ្មានស្អីផ្ញើប្រពន្ធនេះពុកម៉ែបងប្អូនគឺមានតែខ្ចៅនឹងឯងធ្វើមិនទេប្តីយើងអ្នករើសហើយខ្ចៅហ្នឹងគឺខ្ញុំយកមករុះស្លែវាឲ្យស្អាតណាពុកម៉ែបងប្អូនហើយខ្ញុំក៏បានត្រាំទឹកវាមួយយប់ដែរដើម្បីវាខ្ជាក់ដីអស់អញ្ចឹងពុកម៉ែបងប្អូនហើយបន្ទាប់ពីយើងកាប់គូតខ្ចៅហើយក៏យើងយកមកត្រាំទឹកវាមកសបកទៀតមកពុកម៉ែបងប្អូនដើម្បីឲ្យខ្ជាក់ដីមួយសាទៀតអញ្ចឹងណាពុកម៉ែបងប្អូនហើយឥឡូវយើងមកហាន់លក្រីពុកម៉ែបងប្អូនមិនថាស្លោស្អីទេពុកម៉ែបងប្អូនខ្ញុំចូលចិត្តណាស់បុកគ្រឿងខ្លួនឯងអញ្ចឹងណាពុកម៉ែបងប្អូនបើយើងទិញគ្រឿងគេនិយាយថាអត់ឈ្ងុយគ្មានជាតិស្អីទេពុកម៉ែបងប្អូនស្លោមិនដឹងណាណីពុកម៉ែបងប្អូនបើសិនជាយើងយកមកបុកគ្រឿងខ្លួនឯងពុកម៉ែបងប្អូនយើងឆ្លាញ់គ្រឿងប៉ុណ្ណាគឺថាយើងដាក់ប៉ុណ្ណឹងពុកម៉ែបងប្អូនសក់ចិត្តហត់នឿយឲ្យតែបានញ៉ាំពុកម៉ែបងប្អូនព្រោះថាមុខម្ហូបមួយនេះអ្នកផ្ទះខ្ញុំចូលចិត្តណាស់ពុកម៉ែបងប្អូនតើតែធ្វើផ្គប់ចិត្តតិចឲ្យបងប្អូនហើយឥឡូវយើងមកចាក់ស្លឹកគ្រៃពុកម៉ែបងប្អូនដើម្បីបុកគ្រឿងយើងចាក់ស្លឹកគ្រៃចូលហើយយើងដាក់រមៀតស្លឹកក្រូចហើយនឹងខ្ទឹមសបន្ទាប់មកយើងបុកវាពុកម៉ែបងប្អូនបុកបដើឈ្ងុយបដើពុកម៉ែបងប្អូនគ្រឿងទិញគេវាមិនបានឈ្ងុយដូចយើងបុកខ្លួនឯងពុកម៉ែបងប្អូនបន្ទាប់ពីបុកគ្រឿងម៉ត់ហើយគឺយើងដាក់ម្ទេសបន្ទាប់ពីបុកម្ទេសម៉ត់ហើយគឺយើងដាក់សណ្តែកដីពុកម៉ែបងប្អូនបន្ទាប់ពីយើងបុកម៉ត់ហើយគឺយើងដាក់ខ្លាញ់ឲ្យក្តៅពុកម៉ែបងប្អូនគឺយើងចាក់គ្រឿងមិញចូលមករំលីងវាតិចតិចមកគឺយើងដាក់ម្ទេសក្រហមហ្នឹងគឺខ្ញុំទិញមកពីផ្សារស្រេចពុកម៉ែបងប្អូនយើងលីងគ្រឿងឲ្យឈ្ងុយឲ្យសព្វចូលគ្នាហើយបន្ទាប់មកបើយើងចាក់ខ្ចៅចូលពុកម៉ែបងប្អូនយើងចាក់ខ្ចៅចូលយើងកកូរវាឲ្យបាន 2-3 ត្រឡប់មកបន្ទាប់មកបានយើងដាក់គ្រឿងចូលណាពុកម៉ែបងប្អូនហើយយើងដាក់ទឹកត្រីហើយយើងដាក់ប៊ីចេងហើយនឹងស្ករណាពុកម៉ែបងប្អូនខ្ញុំឆាខ្ញុំចូលចិត្តប្រើទឹកត្រីពុកម៉ែបងប្អូនហើយយើងក៏ដាក់ទឹកតិចមកកូរវា 2-3 ត្រឡប់ឲ្យចូលគ្រឿងមកគឺយើងទុកវាប្រហែលជា30នាទីដើម្បីល្ងើវាឲ្យចូលជាតិបន្ទាប់ពីផ្សំគ្រឿងឆ្ងាញ់ហើយក៏យើងដាក់ម្រះព្រៅចូលមកពុកម៉ែបងប្អូនឆាខ្ចៅហ្នឹងពុកម៉ែបងប្អូនលុះតែយើងប្រើម្រះព្រៅឲ្យច្រើនមិនឆ្ងាញ់ពុកម៉ែបងប្អូនហើយឥឡូវឆារបស់យើងបានឆ្អិនហើយយើងមកដួសដាក់ចានណាពុកម៉ែបងប្អូននិយាយពីថាបញ្ចូលសលេងបដើគឺឃ្លានទីរ៉ៃពុកម៉ែបងប្អូនព្រោះថាមុខម្ហូបមួយនេះគឺថាអ្នកផ្ទះខ្ញុំចូលចិត្តខ្លាំងណាស់ពុកម៉ែបងប្អូនមុខម្ហូបមួយនេះញ៉ាំបាយក៏បានក្លែមក៏បានដែរពុកម៉ែបងប្អូនអើយនៅបែបស្រុកស្រែអញ្ចឹងមិនខ្វះទេម្ហូបទីក្រុងគឺចាញ់ម្ហូបស្រុកស្រែតែម្ដងហើយឥឡូវវីដេអូខ្ញុំសូមចាប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ